សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានប្លុកមួយគឺយើងទៅស្ទូចត្រីតែយើងទៅស្ទូចត្រីថ្ងៃហ្នឹងយើងអត់មានដងស្ទូចទេបាទអញ្ចឹងយើងរៀបចំលើម៉ូតូហើយយើងដាក់រឹងទៅអូខេទុកគ្រាន់គួយលេងដែរហើយយើងមានផ្លែស្ទូចយើងមានទឹកសម្រាប់ញ៉ាំយើងរៀបចំហើយនៅក្នុងកតាបបាទអូខេអានេះជាការស្រេចក្នុងការរៀបចំទៅអានេះគឺប្រពន្ធខ្ញុំហ្នឹងហើយអញ្ចឹងគាត់រៀបចំពាក់មួកឲ្យកូនហើយយើងរៀបចំទៅហើយនេះគឺកូនប្រុសរបស់ខ្ញុំបាទអូខេគាត់សប្បាយចិត្តឲ្យតែលឺថាទៅវាម្ដងគាត់សប្បាយចិត្តបាទអូខេអញ្ចឹងយើងរៀបចំយើងអ៊ីវ៉ាន់ហើយគាត់មានកតាបគាត់មានអីអញ្ចឹងណាហ្នឹងហើយយើងក៏ដាក់ទឹកកោសមួយកែវយកទៅញ៉ាំវាក្តៅពេកបាទហ្នឹងហើយអូខេហើយយើងអត់មានអីទេយើងរៀបចំខ្លួនស្រេចហើយយើងនៅបិទទ្វារមួយទៀតហ្នឹងហើយយើងបិទទ្វារហើយយើងចេញដំណើរទៅតែម្ដងបាទអូខេហើយកូនខ្ញុំវិញរួមផងអីផងបាទដោយសារតែឮថាទៅវាបាទអានេះយើងទៅហើយយើងជុំគ្រួសារមួយបាទអូខេអានេះយើងមកដល់ពាក់កណ្ដាលផ្លូវហើយយើងបានថតតិចជូនបងប្អូនយើងមើលដែរតាមផ្លូវបាទអញ្ចឹងយើងធ្វើដំណើរបាទតាមផ្លូវមានតួមានអីចឹងទៅវាស្វែងយ៉ាងដែរទៅវាលណាហ្នឹងហើយអានេះគឺផ្លូវដែលយើងធ្វើដំណើរទៅបាទហើយវាមិនឆ្ងាយប៉ុន្មាននៅក្បែរភ្នំពេញយើងដែរទេហ្នឹងហើយបាទហើយយើងមានទស្សនវិជ្ជាតាមផ្លូវខ្លះសម្រាប់បងប្អូនទស្សនាអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងអត់ហ៊ានកាត់ទេអញ្ចឹងយើងដាក់វីដេអូហើយយើងសុខចិត្តដាក់ភ្លេងអញ្ចឹងណាព្រោះវាលយមួយយ៉ាងដែរហ្នឹងហើយអូខេឥឡូវយើងបានមកដល់ទីតាំងហើយមានផ្កាបាទមានផ្កាមានរុក្ខជាតិផ្សេងៗយ៉ាងទៅដែលវាដុះណាហើយមិញហ្នឹងគឺជាផ្កាម្លិះព្រៃបាទវាក្អូបមួយយ៉ាងដែរហើយមានរុក្ខជាតិផ្សេងទៀតមានផ្លែមានអីចឹងណាតែខ្ញុំអត់ស្គាល់ដែរបាទយើងចេះតែមើលទៅព្រោះវាចាប់អារម្មណ៍ដែរតែយើងអត់ហ៊ានប៉ះវាញ៉ាំវាទេព្រោះខ្លាចពុលណាហ្នឹងហើយអញ្ចឹងយើងរុក្ខជាតិយើងអត់ស្គាល់បាទយើងក៏បន្តដំណើរទៅមុខទៀតអញ្ចឹងយើងមានបឹងឈូកបាទយើងមានឈូកយើងមានអីចឹងទៅហើយខ្ញុំបានបេះឈូកខ្លះដែរជាពិសេសគឺផ្លែវាដោយសារភាគច្រើនគឺខ្ញុំយកវាហាលហើយយើងឆុងធ្វើជាតែញ៉ាំណាអញ្ចឹងវារសជាតិឆ្ងាញ់មួយយ៉ាងដែរអញ្ចឹងភាគច្រើនគឺខ្ញុំចូលចិត្តញ៉ាំដែរអាតែឆុងហ្នឹងណាតែគ្រាន់តែយើងបេះមើលដែរព្រោះឈូកខ្លះយើងបេះអត់កើតទេតែនេះវាជាបឹងមួយជាវាលណាអញ្ចឹងអត់មានពីណាគេគាត់មកបាញ់ថ្នាំបាញ់អីទេហើយក៏អត់មានម្ចាស់គាត់មកគ្រប់គ្រងណាហ្នឹងហើយអញ្ចឹងយើងអាចបេះយកវាទៅធ្វើតែបានហ្នឹងហើយ
hay côn pro nhung có cọt chui bé này mà cọt chui bé phong áo phong mà cọt trời mình tên hay dương bé bàn mà sao bảo thế này bé bàn mà là mồm dương ai ở ha sầm lập đầm tật chong nhằm bàn chẳng á nè này bà បាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងបេះឈូកហើយយើងបន្តទៅមុខទៀតខ្ញុំបាននាំកូនប្រុសរបស់ខ្ញុំហ្នឹងបាទទៅមើលកន្លែងបឹងមើលយើងអាចស្ទួយត្រីបានអត់ឬមួយក៏យើងទៅមើលខ្ចៅមកភាគច្រើនយើងមានខ្ចៅណាអញ្ចឹងយើងអាចរើសវាយកមកបានហ្នឹងហើយប៉ុន្តែពេលទៅក៏យើងរៀងអត់សូវត្រូវដែរបាទព្រោះចាក់ស្ដែងវាបឹងវារីងណាហ្នឹងហើយក៏មានបងប្អូនយើងគាត់ទៅនេសាទចឹងណាហ្នឹងហើយអញ្ចឹងមានគាត់ទៅដាក់មងអូខេទៅបងសណាញ់ហើយក៏មានអ្នកខ្លះចឹងទៅក៏គាត់ទៅស្ទួយត្រីដែរហ្នឹងហើយអញ្ចឹងវាច្រើនមែនតើបាទពួកគាត់មកអញ្ចឹងណាហ្នឹងហើយបាទបន្ទាប់ពីយើងទៅមើលកន្លែងបឹងយើងអាចស្ទួយបានទេហើយខ្ចៅក៏វាអត់មានដែរអញ្ចឹងយើងនាំគ្នាមកវិញបាទទៅកន្លែងដែលយើងចតម៉ូតូទុក
mà hơi đi cồn vào nhóm chẳng còn rụt tầm muốn mà hơi nơi lại nắng viên miên bằng riêng tràn đá hơi gì sẽ cứ bằng nơi một nhóm nâng đó cứ việc thông mền tên mà chẳng nơi một bằng nắng dương miền tây dương miền ấy tràn hơi kia có màu phía trước cứ tôi tây nơi lại nâng màហើយនេះគឺជាផ្លូវបាទផ្លូវភាគច្រើនគឺផ្លូវហ្នឹងខាងបងគាត់ rider គាត់ជិះអូផ្លូវហ្នឹងស្វាយមែនតើបាទភាគច្រើនគឺគាត់ជិះតាមផ្លូវហ្នឹងបាទហើយនេះតាមផ្លូវអាកាសធាតុរៀងក្តៅបន្តិចបាទនិយាយរួមតទៅពាក់មួកហើយណាមួយយើងហ្នឹងហើយអត់មួកគឺកើតទេបាទព្រោះខែនេះវារៀងក្តៅហើយទឹកតរដូវភ្លៀងតែវាទឹកតាភ្លៀងតិចទេចឹងវានៅក្តៅច្រើនហើយកន្លែងខ្លះទៅក៏រីងទឹកកន្លែងខ្លះទៅក៏នៅមានទឹកចឹងណាតែបឹងនៅខាងមុខខ្ញុំហ្នឹងគឺបឹងរៀងធំដែរចឹងវាអត់ងាយរីងទេហើយវានៅរហូតចឹងណាហ្នឹងហើយចឹងវាអាចទឹកច្រើនបាទចឹងយើងមើលទៅបាទមានរុក្ខជាតិខ្លះតែរុក្ខជាតិខ្លះខ្ញុំអត់ស្គាល់ដែរចឹងវាមានផ្លែវាមានអីស្អាតចឹងយើងចេះថតទៅព្រោះវាស្អាតដែរបាទហ្នឹងហើយអូខេនេះបឹងបាទអូវាចោតដែរព្រោះដល់រដូវភ្លៀងចឹងទៅវាច្រោះដីណាអញ្ចឹងច្រោះដីទៅវារៀងជ្រៅហើយភាគច្រើនគឺវាទប់ដោយសារគេដាំដើមប្រេងខ្យល់ច្រើននេះគឺប្រេងខ្យល់បាទហើយនេះបាទគឺមេស្មាត់ធំរបស់ខ្ញុំមករំពឹងគាត់ទេបាទតែជាក់ស្ដែងគឺមកដល់ក្រមមកដល់ភ្លាមហ្នឹងគឺគាត់អូអស់កម្លាំងហត់ចឹងទៅបាទចឹងអត់បានបោះសទួយទេចឹងអង្គុយញ៉ាំសុទ្ធតែម្ដងបាទចឹងគឺអត់បានទេហើយសង្ឃឹមគាត់ហើយដោយសារការលើកមុនខ្ញុំធ្លាប់នាំគាត់មកណាហើយអូខេគាត់ស្ទួយបានត្រីធំមែនតើបាទហើយនេះគឺជាសកម្មភាពកូនប្រុសរបស់ខ្ញុំណាគាត់ឡើងច្រាំងហ្នឹងហើយគាត់យំផងអីផងគាត់ខ្លាចចឹងខ្ញុំអត់ឲ្យគាត់យំទេអញ្ចឹងឲ្យគាត់ឡើងណាឲ្យគាត់ព្យាយាមឡើងតែមិនឡើងបណ្ដោយគាត់ទេដោយសារខ្ញុំនៅពីក្រោយទេហើយយើងមានទប់ណាវាដីច្រោះដីផុងហ្នឹងហើយអញ្ចឹងឲ្យព្យាយាមឲ្យគាត់ឡើងលើកទឹកចិត្តឲ្យគាត់ឡើងចឹងដល់ពេលគាត់ឡើងដល់លើបានសម្រេចទៅមកគាត់សុវ័យចិត្តគាត់ហ្នឹងហើយគាត់ happy គាត់ណាហ្នឹងហើយអូធ្វើបានជោគជ័យហើយអញ្ចឹងសុវ័យចិត្តគាត់អាចឡើងបានហ្នឹងហើយគាត់អត់ខ្លាចយ៉ាបាទអញ្ចឹងយើងបន្តសកម្មភាពទៅមុខទៀតអញ្ចឹងយើងទៅរករាវលៀសបាទហ្នឹងហើយដោយសារតាជាក់ស្ដែងស្មាត់ធំរបស់យើងគឺអត់បានស្ទួយត្រីទេហ្នឹងហើយដោយសារគាត់ចង់សម្រាកហើយមួយទៀតខ្យល់ត្រជាក់ក្រោមដើមឈើណាហ្នឹងហើយអញ្ចឹងគាត់ចង់សម្រាកហើយគាត់រៀងអត់ចង់ស្ទួយដែរអញ្ចឹងយើងបន្តសកម្មភាពទៅរាវលៀសហើយនៅទីតាំងឡើយនេះគឺយើងមានលៀសដែរណាហ្នឹងហើយអញ្ចឹងយើងសាកទៅរាវលៀសមើលវាមានអត់ព្រោះចាក់ស្ដែងការលើកមុនយើងរាវបានដែរហ្នឹងហើយដូចខែនេះអីវ៉ាន់វាអាចមានលៀសរៀងធំដែរអញ្ចឹងណាបាទនេះគឺជាសកម្មភាពរាវលៀសរបស់យើងហើយអញ្ចឹងអត់មានកញ្ច្រែងអត់មានអីទេបាទគឺយើងរាវដៃសុទ្ធអញ្ចឹងណាតែរៀងឈឺដៃតិចដោយសារតែយើងធ្វើកាយដេកខ្សាច់ណាហើយលៀសមើលទៅរៀងធំដែរហើយយើងរាវបានប៉ុណ្នេះហើយដោយសារភាគច្រើនបើវានៅគឺនៅរៀងដីខ្សាច់ណាតែបើយើងកាយទៅវារៀងដីនៅរៀងពួកអាហ្នឹងភាគច្រើនគឺវាអត់នៅទេនិយាយរួមវាអាចនៅរៀងដីខ្សាច់ហើយយើងមានថ្មតិចតួចអញ្ចឹងណាអញ្ចឹងវាមានអាចមានលៀសវាមានក្រុមអីចឹងទៅ
ហើយនេះគឺជាសមិទ្ធផលដែលយើងរាវបានមកប្រាវបាទរៀងយូរដែរដោយសារយើងអត់មានកញ្ច្រែងអត់មានអីទេយើងដៃសុទ្ធណាហ្នឹងហើយអញ្ចឹងយើងរាវបានប្រហែលជាកន្លះកណ្ដុងហើយយើងមានក្រុមដែរបាទយើងរាវបានក្រុមដែរនិយាយរួមវាធំដែរនៅក្នុងខែហ្នឹងណាអញ្ចឹងយើងអាចយកវាឆាបានដែរហ្នឹងហើយបន្ទាប់ពីយើងរាវលះហើយយើងក៏រៀបចំទៅវិញប៉ុន្តែពេលយើងរៀបចំទៅវិញយើងមានខ្យល់ខ្លាំងមែនតើបាទដោយសារតែមេឃរោភ្លៀងណាហ្នឹងហើយដល់ពេលអញ្ចឹងខ្យល់បក់មកខ្លាំងមែនតើហុយដីហុយអីពេញហ្នឹងបាទហើយយើងមើលពីចង្ងាយមើលទៅមានភ្លៀងខ្លាំងអញ្ចឹងណាតែទីតាំងយើងគឺអត់មានភ្លៀងទេប៉ុន្តែមានខ្យល់ណាហ្នឹងហើយខ្យល់ខ្លាំងមែនតើបាទបន្ទាប់មកយើងក៏ធ្វើដំណើរចេញមកវិញណាបាទនេះជាសកម្មភាពយើងធ្វើដំណើរចេញមកវិញនៅតាមផ្លូវហើយរៀងមានភ្លៀងតិចតួចដែរបាទតែវាត្រជាក់បាទត្រជាក់ស្រួលបាទកន្លែងនេះក៏សូមទោសអ្នកទាំងអស់គ្នាដែរដោយសារខ្ញុំលៀនដាតណាព្រោះចាក់ស្ដែងគឺខ្ញុំលៀនដាតឲ្យប្រពន្ធកាន់កាមេរ៉ាណាដល់ពេលអញ្ចឹងទៅលៀនដាតដាក់ប្រពន្ធណាតែវាជាប់ក្នុងកាមេរ៉ាបាទឥឡូវយើងឡើងមកដល់ផ្លូវជាតិវិញហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបាទសូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅប្លុកក្រោយបាទមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាបាទ